ជាករណីកម្រនឹងកើតមានផ្ទុះមីនតោនចំកណ្ដាលផ្ទះវិឡាទឿចំនួន1ខ្នងបណ្ដាលឲ្យខ្ទេចរៀបដល់ដីឯសំឡេងផ្ទុះលាន់ឮខ្លាំងក៏ក្រៅភូមិគួរឲ្យតក់ស្លុតហេតុការណ៍ដ៏តក់ស្លុតនិងកម្រមួយបង្កការភ្ញាក់ផ្អើលខ្លាំងដល់ប្រជាពលរដ្ឋបន្ទាប់ពីមានករណីផ្ទុះគ្រាប់មីនតោនចំកណ្ដាលផ្ទះវិឡាទឿ1ខ្នងបណ្ដាលឲ្យខូចខាតផ្ទះទាំងស្រុងខ្ទេចរៀបដល់ដីប៉ុន្តែជាសំណាងផលបុណ្យល្អមិនបណ្ដាលឲ្យម្ចាស់ផ្ទះណាម្នាក់រងរបួសឬបាត់បង់អាយុជីវិតនោះឡើយករណីនេះបានកើតឡើងនៅវេលាម៉ោងប្រមាណជាង2រសៀលថ្ងៃទី21ខែមីនាឆ្នាំ2025ស្ថិតនៅចំណុចផ្ទះរបស់ជាងទទួលជួសជុលនិងបុកអណ្ដូងតូចធំគ្រប់ប្រភេទភូមិកណ្ដាលសង្កាត់ប្រាសាទក្រុងបាវិតខេត្តស្វាយរៀងបើតាមការរៀបរាប់របស់ម្ចាស់ផ្ទះបានឲ្យដឹងថានៅមុនពេលកើតហេតុរូបគាត់បានចេញមកលក់ដូរនៅតូបខាងមុខផ្ទះហើយរឿងនឹកស្មានមិនដល់នោះស្រាប់តែឮសំឡេងផ្ទុះក្តាំងក៏ក្រាក់ដីលុះងាកទៅមើលផ្ទះក៏ប៉ាងដុំថ្មដំបូលផ្ទះខ្ទាតឡើងលើរីឯបំណែកផ្ទះបាក់រៀបដល់ដីខ្ទេចខ្ទីទាំងស្រុងអមដោយផ្សែងហុយខ្មួលខ្មាញ់គួរឲ្យរន្ធត់បំផុតប៉ុន្តែអាចថាជាសំណាងក្នុងគ្រោះដោយសារប្តីនិងកូនបានចេញទៅធ្វើការនៅក្រៅផ្ទះអស់ទើបពុំបណ្ដាលឲ្យនរណាម្នាក់រងគ្រោះថ្នាក់ក្នុងហេតុការណ៍នេះឡើយបើតាមការសន្និដ្ឋានបឋមរបស់សមត្ថកិច្ចសង្ស័យជាករណីផ្ទុះមីនតោនចំកណ្ដាលផ្ទះដោយសារកម្លាំងផ្ទុះខ្លាំងបែបនេះម្យ៉ាងបើតាមការពិនិត្យមើលកន្លែងកើតហេតុគឺឃើញមានរណ្ដៅមួយចំកណ្ដាលផ្ទះគ្រាប់ផ្ទុះចេញពីក្នុងដីហើយផ្ទះនេះក៏ទើបតែសាងសង់ថ្មីដោយលើកដីដាក់ភូមិថ្មីអាចមកពីការជីករណ្ដៅដីយកអាចដីមកចាក់លើកភូមិដើម្បីសង់ផ្ទះហើយបានជីកដោយគ្រាប់មីនតោនមកជាមួយដែលវាកប់នៅក្នុងដីកណ្ដាលផ្ទះនេះគូជម្រាបជូនដែរថាទីតាំងភូមិសាស្ត្រនេះគឺនៅជិតព្រំដែនក្នុងសម័យសង្គ្រាមហើយក៏ជាអតីតទីតាំងសមរភូមិផងដែរ